ជំរាបសួរអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតដែរជាមួយនឹងវីដេអូថ្មីនិងមុខម្ហូបថ្មីសម្រាប់ថ្ងៃនេះចង់មកចែករំលែកពីរបៀបនៃការធ្វើបាយមាន់ហើយណាំណាអ្នកទាំងអស់គ្នាសម្រាប់បាយមួយប្រភេទនេះគឺថាមានរសជាតិឆ្ងាញ់ចាហើយគឺថាងាយស្រួលធ្វើចាមិនចំណាយពេលវេលាយូរហើយគ្រឿងផ្សំហ្នឹងក៏មិនមានអ្វីដែលជាចាភាពស្មុគស្មាញច្រើនដែរសម្រាប់ថ្ងៃនេះគឺខ្ញុំជ្រើសរើសប្រើជាមួយនឹងមាន់ស្រែចាមាន់ស្រែយើងថ្ងៃនេះគឺថាសាច់ឡើងលឿងល្អខ្លាំងមែនទែនហ្មងអ្នកទាំងអស់គ្នាចាអញ្ចឹងសម្រាប់មាន់មួយក្បាលនេះគឺខ្ញុំចាយកមកធ្វើតែមួយចំហៀងទេដោយសារតែថ្ងៃនេះសមាជិកនៅក្នុងផ្ទះចាគឺតិចអញ្ចឹងគឺខ្ញុំធ្វើការកាប់មាន់យើងតែមួយចំហៀងសម្រាប់យកមកធ្វើបាយមាន់ហើយញ៉ាំសម្រាប់ថ្ងៃនេះអញ្ចឹងបន្ទាប់ពីបានកាប់មាន់និងធ្វើការលាងសម្អាតរួចរាល់អស់ហើយចាគឺខ្ញុំមានជាមួយនឹងមើមខ្ទឹមបារាំងមួយផ្លែចាខ្ញុំគ្រាន់តែធ្វើការលាងសម្អាតហើយបកសម្បកមកបន្ទាប់មកយើងយកខ្ទឹមបារាំងយើងមកហាន់ចាបែបនេះហើយយើងធ្វើការដាក់ដាំចាទៅក្នុងទឹកចាហើយបន្ទាប់មកយើងគ្រាន់តែធ្វើការដាក់មាន់យើងចូលទៅដើម្បីធ្វើការរំងាស់ស្ងោរវាឲ្យឡើងឆ្អិនណាហើយសម្រាប់ខ្ទឹមបារាំងនេះគឺខ្ញុំបន្ថែមចូលទៅដើម្បីបង្កើនរសជាតិផ្អែមពីបន្លែរបស់យើងណាអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវបន្ទាប់ពីយើងធ្វើការដាក់មាន់យើងស្ងោរចោលទៅចាហើយយើងងាកមកធ្វើជាមួយនឹងចាទឹកជ្រលក់វិញម្ដងទឹកជ្រលក់ថ្ងៃនេះគឺខ្ញុំចាជ្រើសរើសធ្វើជាមួយនឹងទឹកត្រីកោះកុងណាចានិយាយទៅសម្រាប់របៀបនៃការធ្វើទឹកត្រីនេះគឺមិនខុសគ្នាច្រើនពីអ្នកទាំងអស់គ្នាប្រហែលទេចាគ្រឿងផ្សំយើងមានតែទឹកត្រីស្ករសប៊ីចេងអំបិលក្រូចឆ្មាចាម្ទេសខ្ទឹមសខ្ទឹមក្រហមអញ្ចឹងណាប៉ុន្តែដោយសារតែជាទម្លាប់នៃការធ្វើរបស់ខ្ញុំចាគឺទឹកត្រីកោះកុងរបស់ខ្ញុំតែងតែចាថែមជាមួយនឹងខ្ញីចាដើម្បីបន្ថែមក្លិននិងរសជាតិទឹកត្រីបុករបស់យើងឲ្យកាន់តែឈ្ងុយឈ្ងប់តែម្ដងហើយសម្រាប់រសជាតិវិញអ្នកទាំងអស់គ្នាគឺថាឆ្ងាញ់ប្លែកមែនទែននៅពេលដែលយើងដាក់លាយជាមួយនឹងខ្ញីបែបនេះអញ្ចឹងឥឡូវយើងគ្រាន់តែធ្វើការចាដាក់គ្រឿងផ្សំយើងចូលទៅហើយយើងបន្ថែមជាមួយនឹងក្រូចឆ្មាចាសម្រាប់ទឹកត្រីមួយមុខនេះគឺខ្ញុំយករសជាតិរាងដិតបន្តិចដោយសារតែយើងត្រូវញ៉ាំជាមួយបាយអ្នកទាំងអស់គ្នាចាអញ្ចឹងសម្រាប់បរិមាណម្ទេសអ្នកទាំងអស់គ្នាអាចលៃលកទៅតាមចំណូលចិត្តថាអ្នកទាំងអស់គ្នាចូលចិត្តហឹរកម្រិតណាប៉ុន្តែសម្រាប់ខ្ញុំអ្នករៀងចេះញ៉ាំហឹរដែរអញ្ចឹងភាគច្រើនគឺខ្ញុំលោកម្ទេសអ្នកទាំងអស់គ្នាចាអញ្ចឹងឥឡូវបន្ទាប់ពីធ្វើការលាយគ្រឿងផ្សំហើយយើងគ្រាន់តែធ្វើការក្លុកចាគ្រឿងរបស់យើងជាមួយនឹងម៉ាស៊ីនមកចាបើសិនជាអ្នកទាំងអស់គ្នាអត់មានម៉ាស៊ីនឬមកក៏ខ្ជិលចាធ្វើវិធីនេះទេអ្នកទាំងអស់គ្នាអាចយកត្បាល់បុកក៏បានដែរមិនជាបញ្ហាអ្វីទេអញ្ចឹងបន្ទាប់ពីធ្វើទឹកជ្រលក់ហើយឥឡូវយើងងាកមកមើលមាន់ស្ងោរយើងក្រោយពី25នាទីគឺថាបានឆ្អិនហើយអ្នកទាំងអស់គ្នាយើងគ្រាន់ធ្វើការស្រង់ទុកមួយឡែកមកបន្ទាប់មកយើងមកធ្វើជាមួយនឹងបាយម្ដងចាខ្ញុំគ្រាន់តែមានជាមួយនឹងខ្ទឹមសចិញ្ច្រាំអ្នកទាំងអស់គ្នាយើងធ្វើការលីងបំពងខ្ទឹមយើងឲ្យរាងឡើងឈ្ងុយមកហើយយើងក៏បន្ថែមជាមួយនឹងខ្ញីចាដែលយើងហាន់ជាចំណិតស្ដើងៗនេះធ្វើការឆាឲ្យវាឡើងក្លិនឈ្ងុយសិនបន្ទាប់មកយើងបានចាក់អង្ករដែលយើងចាលាងច្រោះទឹកវាឲ្យរាងស្ងួតបន្តិចហ្នឹងចូលទៅក្នុងហ្នឹងចាហើយធ្វើការឆាត្រឡប់វាបន្តិចមកហើយបន្ថែមជាមួយនឹងទឹកស្អុយបន្តិចដើម្បីយករសជាតិនិងក្លិនឲ្យកាន់តែឈ្ងុយបន្ទាប់មកយើងគ្រាន់តែធ្វើការចាដួសអង្ករយើងដាក់ទៅក្នុងឆ្នាំងដាំអ្នកទាំងអស់គ្នាហើយនឹងបន្ថែមទឹកស៊ុបដែលយើងរំងាស់មាន់អំបាញ់មិញចូលទៅចាតែប៉ុណ្្នឹងទេគឺរួចស្រេចហើយអញ្ចឹងសម្រាប់បាយនេះគឺយើងកុំដាក់ទឹកច្រើនពេកអ្នកទាំងអស់គ្នាតែដាក់ទឹកច្រើនពេកទៅវាធ្វើឲ្យបាយយើងរាងអែកញ៉ាំទៅក៏អត់ឆ្ងាញ់ដែរអញ្ចឹងយើងត្រូវលៃលកបរិមាណទឹកហ្នឹងឲ្យរាងសមល្មមឲ្យយកបាយយើងរាងស្រួយបន្តិចណាអ្នកទាំងអស់គ្នាចាបន្ទាប់មកគឺខ្ញុំបានបន្ថែមជាមួយនឹងស្លឹកតើយ2ស្លឹកចូលទៅហើយឥឡូវនេះគឺខ្ញុំធ្វើការដាក់ដាំបាយយើងតែម្ដងចាក្នុងការចម្អិនរយៈពេល50នាទីណាអញ្ចឹងឥឡូវបន្ទាប់ពីធ្វើការស្ងោរមាន់រួចរាល់ហើយយើងគ្រាន់តែយកមាន់យើងមកកាប់ជាចាចំណិតរាងស្ដើងប្រលះយកសាច់ទៅហើយឆ្អឹងហ្នឹងអ្នកទាំងអស់គ្នាកុំចោលណាអ្នកទាំងអស់គ្នាយើងអាចយកមកច្នៃធ្វើជាទឹកស៊ុបសម្រាប់ញ៉ាំជាមួយបាយបន្ថែមទៀតនិយាយទៅសម្រាប់បាយមាន់ហើយណាមួយមុខគឺខ្ញុំអត់ដែលចោលទេជាមួយនឹងទឹកស៊ុបងុាំង៉ូវចាហើយយើងគ្រាន់តែធ្វើការដាក់រំងាស់ឆ្អឹងស៊ុបយើងជាមួយនឹងគ្រឿងផ្សំតិចតួចហើយនឹងបន្ថែមជាមួយងុាំង៉ូវជាការស្រេចអញ្ចឹងសម្រាប់ផ្នែកបន្លែដែលខ្ញុំញ៉ាំជាមួយនឹងចាបាយមាន់ហើយណាំរបស់យើងហ្នឹងគឺខ្ញុំមានជាមួយនឹងប៉េងប៉ោះខ្ចីចាហើយយើងគ្រាន់តែធ្វើការលាងសម្អាតយើងចិតជាចំណិតរាងស្ដើងៗល្មមមកអ្នកទាំងអស់គ្នាចាហើយបន្ទាប់មកគឺខ្ញុំមានជាមួយនឹងត្រសក់ចាត្រសក់ហ្នឹងក៏ធ្វើការលាងសម្អាតហើយហាន់ជាចំណិតស្ដើងៗដូចគ្នាបន្ទាប់ពីធ្វើការហាន់ត្រសក់ហើយចាខ្ញុំមានជាមួយនឹងចាជីវ៉ាន់ស៊ុយណាទាំងអស់គ្នាចា
យើងគ្រាន់តែធ្វើការហាន់ជាបានព្រោះយើងជា2បែបនេះគឺរួចរាល់តែម្ដងអញ្ចឹងផ្នែកបន្លែគឺខ្ញុំបានត្រៀមរួចរាល់ហើយចាកលេចមកមើលបាយយើងគឺបានឆ្អិនល្អដែរចាឥឡូវយើងធ្វើការដួសបាយយើងដាក់ចូលទៅក្នុងចានណាសម្រាប់ពណ៌បាយបើសិនជាអ្នកទាំងអស់គ្នាចង់បានពណ៌រាងលឿងស្អាតជាងនេះអ្នកទាំងអស់គ្នាអាចបន្ថែមម្សៅល្មៀតចូលបន្តិចក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំអត់មានអញ្ចឹងគឺខ្ញុំយកពណ៌ចាពីទឹកស៊ុបមាន់របស់យើងបានកម្រិតលឿងប៉ុណ្ណាគឺប៉ុណ្ណឹងទៅបានហើយសំខាន់រសជាតិវាក៏ឆ្ងាញ់ដែរទាំងអស់គ្នាគ្រាន់តែថាពណ៌សម្បុរមើលអត់សូវតំណងវាអត់សូវលឿងតែប៉ុណ្្នឹងទេចាអញ្ចឹងឥឡូវយើងគ្រាន់តែធ្វើការតម្រៀបបន្លែជាមួយនឹងសាច់ចូលទៅក្នុងចានបែបនេះណាទាំងអស់គ្នាចានិយាយទៅរៀបចាតាមចំណង់ចំណូលចិត្តថាយើងចូលចិត្តញ៉ាំសាច់អ្វីចាញ៉ាំសាច់តិចញ៉ាំសាច់ច្រើនគឺយើងលៃលករៀបចំទៅតាមហ្នឹងទៅណាទាំងអស់គ្នាហើយយើងបន្ថែមជាមួយនឹងចាខ្ទឹមបំពងបន្តិចពីលើបាយហើយនឹងជាមួយនឹងទឹកជ្រលក់ដែលយើងបានធ្វើមិញហើយនឹងទឹកស៊ុបតែប៉ុណ្្នេះគឺថារសជាតិធានាឲ្យថាឆ្ងាញ់លើឆ្ងាញ់